នាំជូនរឿងអុកញ៉ាឃ្លៀងមឿងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះច័ន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកកស1502កាលជន់នោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយតែនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រាកដឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសារអាករយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅដើម្បីជំនួសនាថព្រះហង្សចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វខ្មៀតមួយខ្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះច័ន្ទរាជាព្រួយប្រតិថាព្រះចៅលោកបន្ទុកព្រះហឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយសារហាករឡើងនគរខ្លួនច្រើនហួសហេតុឯងឆាប់ទៅចាប់បុត្រព្រះចៅសៀមយកចូលទៅក្នុងព្រៃហើយសម្លាប់ភ្លាមទៅសូមទទួលរាជបញ្ជាព្រះអង្គទ្រង់តូចព្រះហឫទ័យខ្លាំងអស់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ឯសត្វថ្នាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហៅឡើងរកឃើញខ្មោចនៅក្នុងព្រៃគ្មានឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពួមព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅទតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ត្រោតខ្លាំងណាស់កោះប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះច័ន្ទរាជាព្រមទាំងញាតិសាច់សាលោហិតទាំងពួកសេនាបតីហើយរឹបអូសយកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះច័ន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមណាំងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមភៀសមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមហាំងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណទាំងឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាល់តៃដែលជាព្រះទីណាំងដ៏ប្រសើរក៏ត្រូវកងទាវសៀមគៀយកទៅដែរពួកសៀមជន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស់ចានណាស់ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វធៀបស្រីណាមានកូនខ្ចីចាប់ច្រកការុងឲ្យដំរីជន់វារលែងតែមានកូនក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដោយប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុមហើយសមតកឲ្យឈ្មោះថាក្រុមខ្មែរអ្នកត្រោព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទោះណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីទៀតដោយអំណាចកូនដែលនៅក្នុងផ្ទៃជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តតូទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានផ្ទៃគ្រប់ខែ10កប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យទេជៈបារមីនៃទារុកនោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមិត្តនាំគ្នាឲ្យឈ្មោះកូននោះថាអ៊ូតេនចំណែកមេដំរីដែលជាព្រះទីណាំងក៏កើតកូនក្នុងថ្ងៃដូចទារុកនោះដែរតែដំរីនោះផ្ដាច់ខ្សែទន្លឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដរាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា
អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សពព្រះចៅពេញព្រះហឫទ័យណាស់ដំណាលពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងគេដតីទៀតមានម្ដាយឪពុកខ្ញុំមិនឃើញដូចឪពុកដូចគេម្ដាយកាលបើកូនសួរដូចនេះនាងណែនក្នុងទ្រូងអូលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់បង្វៀងទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយនាងក៏និយាយបង្វែងមិនឲ្យសួរបានដល់រាបដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនឹកថាកូននោះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្នាក់តែ2នាក់ចំណែកកុមារឧទែនចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសិល្បៈវិទ្យាគ្រប់យ៉ាងមានអក្សរជាដើមឧទែនជាកុមារឆ្លាតវាងវៃអង់អាចប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារឧទែនចូលទៅសែបគប់នឹងពួកម៉ដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាស់រោងដំរីដើម្បីរៀនវិជ្ជាខាងម៉ដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកទូតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានប្របន្ទូលសួរថាក្មេងនេះមកពីណាម៉ដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះហឫទ័យមានប្របន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយហ្មត់ចត់បោះប្រមូលអាចដំរីដុតជាដើមដើម្បីយកទៅដាំស្ពៃស្ពៃក៏មានគុំទុំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទែនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយប្រចៅទ្រង់តូចឃើញមានប្របន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ចុះប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាផ្នែកងារខាងដំរីដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាលប៉ីដែលជាទីណាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចោះប្រេងមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់ហើយបានជន់ហាមស្លាប់ឲ្យមានអ្នកណាឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរោយផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ជាត់ខ្វាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាលដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទែនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការងារទៅឲ្យកុមារឧទែនចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីណាំងនោះឧទែនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បានទើបរើសយកមេដំរីសោកឈ្មោះជំទាវប៉ាលប៉ៃពេលចេញទៅចាប់កុមារឧទែនបង្កាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអឹកអធិកអ្នកស្រុកផ្អើលមកមើលកឹកកងពីពេញមាដេដាស់លុះសែនព្រេនរួចកុមារឧទែនបង្គាប់ឲ្យយកចេក3ស្និតអំពៅ3បាច់ព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដោយបំណងពេលទៅដល់ព្រះទីណាំងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រាចតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចទេជៈបុណ្យបារមីនៃឧទែននិយាយទូនពៀនប្រដៅថាទីណាំងឯងតាំងពីថ្ងៃនេះទៅលះបង់មារយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដូចដើមហើយឲ្យចេកនឹងអំពូស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទុយដោយស្រួលឥតបាច់ចាប់ចងថ្ងៃដែលទៅយកព្រះទីណាំងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងទាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទែនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងហោមដំរីសូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅទាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញចិត្តនឹងទុកព្រះハរតីលើកជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យនឹកដល់បំណងដើមក៏វង្វឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតា
នឹងនាំយកមនុស្សអំពីស្រុកសៀមឲ្យបានសម្រេចដូចសេចក្តីបំណងតើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្មាលដោយបងប្អូនបង្កើតធ្វើជាលនឹងឈើជើងដំរីឲ្យយកជាលចោកអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដោសង្កត់ជាស្នាមដានដូចជាដំរីដើមមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនិងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួនទៅតាមតាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនិងអាចធំអណ្ដែតតាមទឹកមុខដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រោយជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីបែបនោះលុះតែមានគ្នាច្រើននិងដំរីធ្នាក់ដ៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់ការនោះឲ្យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចុះលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័ណ្ឌសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្គាល់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានហើយតែអស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរស់រាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវររាយបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនមុំតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកោជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអត្រាតមេដំរីទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អ៊ុចភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលនឹងសេចក្តីសពគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់នាំឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់រាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងរាជស្នងព្រះបិតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេកនឹងទូលព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើបាយកលបោកបញ្ឆោតយកព្រះខុដដានសឹកព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះចន្ទ្រារាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងគ្រប់បរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀមដោយឧបាយកលមួយក៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាទ័ពជាច្បាំងនឹងពលសៀមទៅបង្គាប់ឲ្យជីករនៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសាស្ត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជុំស្លាប់ពីអូវ៉ាតលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្តចំណែកខ្ញុំធានាខាងទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចុះ
បើខ្ញុំស្លាប់ទៅបាន7ថ្ងៃសូសន្ធឹកហូរកញ្ជ្រៀវបីដូចជាសំលីងផ្គូលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7លាន់សូសន្ធឹកដូចកាលផ្ដាំមែនទ័ពសៀមចូលដប់បាត់ដំបងឆ្លងចូលមកអូមួយសប្តាហ៍ថ្ងៃហៅថាអូស្វាយដូនកែវជួបគ្នានឹងតបជ័យអស្ចារ្យតបខ្មោចចេញសម្ដែងរិទ្ធធ្វើឲ្យពលសៀមវិលមុខចុកពុះចោះក្ដួលដួលខ្លួនឯងស្រស់តបព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងតបសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងតបព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់តាំងពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលបូជាជីវិតចំពោះព្រះអង្គនិងចំពោះទីដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ